មនុស្សមកចត់គ្នាយើងដឹងអ្វីខ្លះដែលមនុស្សមកចត់គាត់មាននៅហើយបើសិនជាដឹងវិញតើយើងដឹងដល់កម្រិតណាទៅណាអញ្ចឹងកាលពីប្រហែលថ្ងៃមុនគឺជាលើកទី1របស់ខ្ញុំហើយបន្ទាប់ពី78ឆ្នាំដែលខ្ញុំមកដែរបានជិះឡានក្រុងសោះនៅក្នុងដំណើរកំសាន្តនានារបស់ខ្ញុំហើយក្នុងរយៈពេលក្នុងការធ្វើដំណើរហ្នឹងវាធ្វើឲ្យខ្ញុំហ្នឹងបានគិតទៅដល់រឿងមួយខ្ញុំចេះតែលួចគិតនៅក្នុងចិត្តណាថាពូតកង់ឡានណាបើសិនជាគាត់រកស៊ីលបហ្នឹងពី10ទៅ20ឆ្នាំឬក៏ច្រើនជាងនេះហ្នឹងតើកន្លងពេលហ្នឹងគាត់ធន់ទៅណាបើគាត់បើកបរ10ឬក៏20ឆ្នាំឬក៏ច្រើនជាងនេះគាត់មើលតែផ្លូវហ្នឹងមួយថ្ងៃតែបើសិនជាយើងគិតឲ្យមែនតែនទៅនេះគឺជាការងាររបស់គាត់ដែលគាត់ត្រូវបំពេញព្រោះវាជារបបរបស់គាត់ដូចគ្នាមិនថាអញ្ចឹងអីហើយនៅក្នុងចង្អោរមួយហ្នឹងវាធ្វើឲ្យខ្ញុំហ្នឹងឃើញដល់ចំណុចមួយដែលភាគច្រើនហ្នឹងដែលពូតកង់ឡានគាត់មាននោះគឺភាពហ្មត់ចត់មិនបានខ្ញុំហ៊ាននិយាយអញ្ចឹងព្រោះថានៅក្នុងដំណើរកំសាន្តនីមួយៗគាត់ត្រូវរ៉ាប់រងសុវត្ថិភាពមនុស្សមួយឡានពេញតែហ្មងហើយខ្ញុំគិតថាបើសិនជានិយាយពីភាពហ្មត់ចត់របស់គាត់វិញណាគឺខ្លាំងជាងមនុស្សធម្មតាឆ្ងាយដែលមិនដែលបានអនុវត្តតែដោយគាត់ឆ្ងាយណាស់ចុះបើសួរថាអត្ថប្រយោជន៍របស់មនុស្សមកចត់ហ្នឹងគឺមានអត្ថប្រយោជន៍អីផ្សេងទៀតទៅបើសិនជាយើងប្រកាន់ភ្ជាប់នៅទម្លាប់មកចត់ហ្នឹងគឺវាអាចជួយអីទៅដល់អត្ថប្រយោជន៍របស់យើងនៅថ្ងៃខាងមុខបានចំពោះអត្ថប្រយោជន៍ទី1នៃមនុស្សមកចត់គឺគាត់សម្រេចគោលដៅនិងគោលបំណងបានច្បាស់លាស់អញ្ចឹងមនុស្សមកចត់ភាគច្រើនគាត់ធ្វើការទៅតាមផែនការដែលគាត់បានក្នុងតូគឺគាត់អត់ងាយម្លងទៅកាន់ផ្លូវផ្សេងដែលគាត់អត់បានគូសវាទេអញ្ចឹងមានន័យថាការងារឬក៏គោលដៅដែលគាត់សម្រេចនីមួយៗតែងតែប្រកបទៅដោយប្រសិទ្ធភាពដោយសារតែគាត់ប្រកាន់ភ្ជាប់ជាមួយនឹងវិន័យក៏ដូចជាការធ្វើការដែលមានភាពជាប់លាប់យូរអង្វែងនេះគ្នាចំពោះអត្ថប្រយោជន៍ទី2គឺការគ្រប់គ្រងពេលវេលាបានល្អអញ្ចឹងចំពោះមនុស្សដែលគាត់មានភាពមកចត់នៅក្នុងខ្លួនគឺគាត់តែងតែផ្ដល់តម្លៃទៅឲ្យពេលវេលាដែលគាត់មានន័យថាការងារដែលគាត់ធ្វើគឺត្រូវតែចាយចេញពីពេលវេលាដែលគាត់មានទាំងអស់ពេលវេលាដែលគាត់មានគឺត្រូវតែបំពេញនៅគ្រប់ចន្លោះនៅសកម្មភាពឬក៏រឿងអីផ្សេងៗដែលគាត់ត្រូវធ្វើអត់ឲ្យមានចន្លោះប្រហោងឬក៏ខាតឬក៏ខ្ជះខ្ជាយនៅពេលវេលាណាមួយទេចំពោះអត្ថប្រយោជន៍ចំណុចទី3គឺភាគរយជោគជ័យខ្ពស់ចំពោះមនុស្សដែលមកចត់ភាគច្រើនគាត់ព្យាយាមយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើចំណុចព័ត៌មានទូចៗដែលមនុស្សភាគច្រើនគាត់មើលម្លងគាត់មើលតែចំណុចព័ត៌មានធំៗទេដែលពេលខ្លះគាត់ភ្លេចគិតថាចំណុចព័ត៌មានទូចៗហ្នឹងក៏អាចបំលែងទៅព័ត៌មានធំៗដែលវាជះផលអាក្រក់ដល់យើងដូចគ្នាហើយមិនត្រឹមតែប៉ុណ្ណោះទេការងារដែលគាត់ធ្វើគឺគាត់ធ្វើដែលមានភាពប្រុងប្រយ័ត្នខ្លាំងមែនទែនអ្វីត្បិតតែគាត់ធ្វើមួយមែនប៉ុន្តែការងារដែលគាត់ធ្វើគឺល្អិតល្អន់ប្រឹកព្រៀងខ្លាំងមែនទែនចំពោះអត្ថប្រយោជន៍ចំណុចទី4គឺទទួលបានប្រសិទ្ធភាពការជឿទុកចិត្តពីអ្នកដទៃអញ្ចឹងបើសិនជាយើងអាចធ្វើឲ្យខ្លួនឯងខ្លាយទៅជាមនុស្សមកចត់ហើយយើងនឹងទទួលបានភាពជោគជ័យពីអ្នកដទៃជុំវិញខ្លួនច្រើនខ្លាំងមែនទែនដោយសារតែគេដឹងថាការងារដែលគេដាក់ឲ្យយើងធ្វើឬក៏ការងារដែលយើងធ្វើផ្ទាល់ខ្លួននោះគឺចេញមកមួយគឺអត់ខ្សោះខ្លាំងមែនទែនយើងធ្វើការប្រកបទៅដោយភាពទំនួលខុសត្រូវហើយយកចិត្តទុកដាក់ទៅលើចំណុចនីមួយៗរបស់គេឬក៏របស់យើងខ្លួនឯងបើសិនជាយើងធ្វើការឲ្យខ្លួនឯងអញ្ចឹងណាហើយការងារចេញមកមួយប្រសិទ្ធភាពក៏បានខ្ពស់ដូចគ្នាចំពោះអត្ថប្រយោជន៍ចំណុចទី5វិញគឺសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាដូចដែលយើងនិយាយមិញហ្នឹងអញ្ចឹងមនុស្សមកឆត់គឺតែងតែមាននៅវិន័យនៅក្នុងការសម្រេចគោលដៅរបស់ខ្លួនឯងបានលឿនប៉ុន្តែលឿនហ្នឹងលឿនត្រូវមិនលឿនខុសហ្នឹងហើយនឹងការគ្រប់គ្រងពេលវេលាបានល្អហើយថែមទាំងមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ផងដែរដែលពួកគេធ្វើការដោះស្រាយបញ្ហាដោយមិនមានភាពបញ្ញាប់បញ្ញាទេប៉ុន្តែគិតយ៉ាងជ្រាលជ្រៅទៅលើរឿងរ៉ាវឬក៏ហេតុការណ៍នីមួយៗមុនពេលដោះស្រាយបញ្ហាមានន័យថាពួកគេព្យាយាមដោះស្រាយបញ្ហាដោះហើយកុំឲ្យកើតមានលើក្រោយទៀតមិនមែនថាដោះហើយដោះឲ្យទៅរួចពីដៃហើយថ្ងៃក្រោយចង់កាត់អីកើតទេព្យាយាមដោះមួយមើលចំណុចទូចៗរបស់វាបើសិនជាដោះអាទូចៗនឹងចេញហើយអាធំក៏ចេញដូចគ្នាហើយបញ្ហាហ្នឹងគឺអត់កើតមាននៅក្រោយទេចំពោះចំណុចទី6គឺវិន័យនិងភាពស្មោះត្រង់អញ្ចឹងជាធម្មតាទេនៅពេលដែលយើងបង្កើតអត្តចរិតខ្លួនឯងមកចត់ហើយវាធ្វើឲ្យយើងនឹងរក្សាបាននូវការបដិញ្ញាចិត្តក៏ដូចជាខ្លាយទៅជាមនុស្សម្នាក់ដែលមានអតីតភាពល្អដូចគ្នាសម្រាប់មនុស្សជុំវិញខ្លួនដែលគេមើលឃើញមកកាន់យើងអូអញ្ចឹងភាពមកចត់ហ្នឹងមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើណោះអញ្ចឹងខ្ញុំអរគុណខ្លាំងមែនតើដល់កាន់អ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះហើយខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើន